នេះគឺជាសភាវុធនិងអធម្មបច្ចៈចាស់ដែលនៅសេសសល់ពីសម័យសង្គ្រាមគេរក្សាទុកនៅសារមន្ទីរប្រវត្តិសាស្ត្រសង្គ្រាមនៅទីរួមខេត្តសៀមរាបវិញដោយសារតែខ្ញុំបានឃើញវីដេអូតាមបណ្ដាញសង្គម Facebook ចឹងទៅខ្ញុំក៏ចង់ឃើញផ្ទាល់តែឡើយខ្ញុំបានមកដល់ផ្ទាល់ឃើញហើយសម្រាប់បងប្អូនដែលចង់មកឃើញផ្ទាល់អីបងប្អូនបានមកខេត្តសៀមរាបអីបងប្អូនឆ្លៀតឈាមចូលទៅមើលផ្ទាល់យើងលោកដាច់ថាចង់មើលទៅហើយតើយើងឆ្លៀតនៅចិត្តថាទៅមើលតបាននឹងដល់បានតែបើយើងចង់ដែរប៉ុន្តែអត់ឆ្លៀតអត់ផ្ដោតទេគឺវាអាចមកដល់ទឹកដីសៀមរាបហើយក៏មិនអាចបានឃើញដែរដោយសារតែយើងមិនផ្ដោតហ្នឹងហើយបងប្អូនអរគុណច្រើនវីដេអូនេះសំណាងល្អទាំងអស់គ្នា